David ដែលបានរត់គេចពីស្ដេចសូលទៅកាន់តំបន់ផ្សេងៗក្នុងស្រុកអ៊ីស្រាអែលបានទៅជ្រកកោននៅក្នុងទឹកដីរបស់សាសភីលីស្ទីនជាមួយនឹងពួកអ្នកដែលដើរតាមលោកស្ដេចនៃក្រុងកាតបានទទួលយក David ហើយអនុញ្ញាតឲ្យលោកស្នាក់នៅក្នុងបន្ទាយស៊ីក្លាក់ទោះជាយ៉ាងណាក៏ដោយនៅពេលដែលសាសភីលីស្ទីនធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល David ត្រូវបានបង្ខំឲ្យចូលរួមប្រយុទ្ធខាងភាគីភីលីស្ទីនទោះធ្ងន់ក្នុងចិត្ត David បានដឹកនាំទាហាន600នាក់ទៅកាន់សមរភូមិប៉ុន្តែតើមានអ្វីកើតឡើងស្ដេចនៃតំបន់ផ្សេងៗរបស់ភីលីស្ទីនមិនពេញចិត្តនឹង David ដែលមកដឹកនាំសមរភូមិឡើយពួកគេជឿថា David ដែលធ្លាប់ជាទាហានអ៊ីស្រាអែលប្រយុទ្ធប្រឆាំងនឹងពួកគេច្បាស់ជានឹងក្បត់ពួកគេក្នុងអំឡុងពេលសង្គ្រាមមិនខានជាចុងក្រោយស្ដេចក្រុងកាតបានប្រាប់ David ឲ្យត្រឡប់ទៅក្រុងស៊ីក្លាក់វិញវាពិតជាធូរស្រាលក្នុងចិត្តណាស់មែនទេ David ប្រហែលជាដកដង្ហើមធំដោយក្តីរីករាយហើយត្រឡប់ទៅផ្ទះវិញប៉ុន្តែបញ្ហាកាន់តែធំជាងមុនកំពុងរងចាំលោកនៅទីក្រុងស៊ីក្លាក់នៅពេលដែល David និងទាហានរបស់លោកនៅឆ្ងាយពីទីក្រុងសាសអាម៉ាឡេកបានចូលមកឈ្លានពានហើយបានចាប់យកភរិយាកូននិងទ្រព្យសម្បត្តិទាំងអស់របស់ David និងទាហានរបស់លោកទៅបាត់អស់ David និងទាហានផ្សេងទៀតចាប់ផ្ដើមយំសោកព្រះគម្ពីរចែងថាពួកគេបានយំរហូតដល់គ្មានកម្លាំងនិងយំទៀតឡើយមនុស្សមួយចំនួនដែលខឹងសម្បារនឹងការបាត់បង់ក្រុមគ្រួសារសូម្បីតែប៉ុនប៉ងចោលថ្មសម្លាប់ David ទៀតផងនៅខណៈនោះ David បានពឹងផ្អែកលើព្រះជាម្ចាស់កាន់តែខ្លាំងលោកបានទូលសួរព្រះថាតើត្រូវឲ្យទូលបង្គំដេញតាមពួកនោះឬអីតើនឹងបានទាន់គេឬទេព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោកថាមិនត្រឹមតែដេញទាន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចតាមរកអ្នកទាំងអស់គ្នាឃើញទៀតផងដូច្នេះ David និងទាហានទាំង600នាក់បានដេញតាមសាសអាម៉ាឡេកទោះជាយ៉ាងណាក៏ដោយទាហានមួយចំនួនដែលបានដើរចុះឡើងជាច្រើនថ្ងៃក្នុងសមរភូមិប្រហែលជាបានយំរហូតដល់អស់កម្លាំងហើយមានសភាពល្វើយខ្លាំងពេកនៅពេល David ឃើញពួកគេនៅត្រង់ស្ទឹងបេសោបរិសុទ្ធ200នាក់នោះហាក់ដូចជាបន្ទុកជាជាងជំនួយដោយសារពួកគេអស់កម្លាំងខ្លាំងពេក David បានសម្រេចចិត្តទុកមនុស្ស200នាក់នោះនៅទីនោះហើយបន្តដេញតាមសាសអាម៉ាឡេកជាមួយមនុស្ស400នាក់ទៀតជាចុងក្រោយដោយមានជំនួយពីព្រះជាម្ចាស់លោកបានដណ្ដើមយកភរិយាកូននិងទ្រព្យសម្បត្តិទាំងអស់ត្រឡប់មកវិញនៅពេលត្រឡប់មកវិញដោយជោគជ័យបរិសុទ្ធ200នាក់ដែលមិនបាននៅជាមួយពួកគេរហូតដល់ទីបញ្ចប់កំពុងរងចាំនៅក្បែរស្ទឹងបេសោមនុស្សមួយចំនួនក្នុងចំណោម400នាក់ដែលបានដេញតាមសាសអាម៉ាឡេកបាននិយាយថាយើងមិនព្រមចែករបបដែលយើងបានចាប់យកមកវិញឲ្យដល់អ្នកទាំងនោះទេលើកតែប្រពន្ធកូនគេប៉ុណ្ណោះនោះឲ្យគេនាំទៅចុះពីព្រោះគេមិនបាននៅជាមួយនឹងយើងសោះសម្ដីពួកគេមិនខុសទេវាមិនមានយុត្តិធម៌ទេក្នុងការផ្ដល់ឲ្យកាន់តែច្រើនដល់អ្នកដែលមិនបានខំប្រឹងប្រែងនិងនឿយហត់ក្នុងសង្គ្រាមបើមិនដូច្នោះទេតើនរណានឹងខំអស់ពីសមត្ថភាពក្នុងសមរភូមិប៉ុន្តែ David បាននិយាយបែបនេះថាបងប្អូនអើយកុំឲ្យធ្វើដូច្នេះចំពោះរបស់ដែលព្រះយេហូវ៉ាបានប្រទានមកយើងឡើយត្បិតទ្រង់បានការពារយើងហើយប្រគល់ពួកអ្នកដែលបានញោមញីយើងមកក្នុងកណ្ដាប់ដៃយើងហើយ David បានបែងចែកទ្រព្យសម្បត្តិដែលដណ្ដើមបានទៅឲ្យមនុស្ស200នាក់ដែលមិនបានចូលរួមនោះដែរលើសពីនេះទៅទៀតលោកបានបង្កើតច្បាប់មួយសម្រាប់ស្រុកអ៊ីស្រាអែលអំពីការបែងចែកទំនិញដែលទទួលបានក្រៅសង្គ្រាមដោយស្មើភាពគ្នាមនុស្សជាច្រើនមានចិត្តប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃដោយអួតអាងពីសមត្ថភាពផ្ទាល់ខ្លួនថាវាជាការខិតខំរបស់ខ្ញុំបានធ្វើការច្រើនណាស់ប៉ុន្តែ David មានជំនឿថាទ្រព្យសម្បត្តិនិងសមត្ថភាពរបស់លោកមិនមែនទទួលបានដោយសារលោកវិសេសវិសាលឬពូកែជាងគេនោះទេប៉ុន្តែគឺមកពីព្រះជាម្ចាស់ជាអ្នកប្រទានឲ្យនៅពេលដែលយើងគិតអំពីយុត្តិធម៌និងភាពត្រឹមត្រូវខ្ញុំសង្ឃឹមថាបងប្អូននឹងនឹកចាំពីឃ្លាដែលថាព្រះជាម្ចាស់ជាអ្នកប្រទានឲ្យជាមុនសិនតើវានឹងមិននាំទៅរកការអរព្រះគុណនិងការចែករំលែកច្រើនជាងការអាក់អន់ចិត្តនិងការត្អូញត្អែរទេឬ